កូនដែលមិនចូលចិត្តម៉ែឪធ្វើបន់ជាតិក្រោយទៅចំម៉ែដែលមិនចេះធ្វើបន់ហ្នឹងហើយដល់តែកើតឡើងស្រួលចំម៉ែគេយកទៅបោះធុងសម្រាមនឹងត្មងញោមព្រោះម៉ែដែលវាអត់មានបន់អត់មានចិត្តធម៌ណាយើងបានម៉ែមានចិត្តបន់ហើយយើងមិនចង់បានចង់ឲ្យគាត់មិនចេះធ្វើបន់បានកើតអនាគតទៅចំម៉ែដែលមិនចេះធ្វើបន់ហ្នឹងហើយក៏មិនគេយកដាក់ធុងសម្រាមទេញោមញាតិពុទ្ធបរិស័ទទាំងឡាយបានលោកលើកឡើងថាជាកូនរកបានដោយកម្រនេះមិនងាយទេក្នុងពុទ្ធសាសនាយើងពុកម្ដាយដែលស្លាប់បាត់បង់ជីវិតទៅហើយកូនចៅក៏នៅរស់រៀនបំពេញកាតព្វកិច្ចជូនរឿងនេះវាមាននិទាននៅក្នុងសិគលកៈសូត្រញោមតួនាទីកូនចៅហ្នឹងណាតាម្នាក់ហ្នឹងគាត់ផ្ដាំកូនថាឲ្យកូននឹងថ្វាយអង្គមទិសទាំង6នៅក្នុងសិគលកៈសូត្រមិនយូរប្រមាណតានឹងក៏គាត់ស្លាប់ទៅរីឯកូនក្រោយពីឪពុកស្លាប់ទៅមិនចេះធ្វើបុណ្យឧទ្ទិសជូនទេម្លោះហើយព្រលឹមឡើងចេញមកក្រៅភូមិថ្វាយអង្គមមែនថ្វាយអង្គមពីលិចពីកើតពីជើងពីត្បូងពីលិចពីកើតពីជើងពីត្បូងរាល់ថ្ងៃរហូតថ្ងៃមួយពពុទ្ធយាងមកពេលព្រឹកព្រះអង្គក៏សួរមនាលមាននុកណែឯងធ្វើអ្វីមានមុខនឹងសក់តទឹកជោគដូច្នេះបរោះនោះថាព្រះអង្គខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គស្លាប់ហើយប៉ុន្តែគាត់ផ្ដាំថាឲ្យខ្ញុំថ្វាយអង្គមទិសបានជាខ្ញុំនឹងមកថ្វាយអង្គមទិសទាំង6ហ្នឹងបានពពុទ្ធប្រាប់ថាមនាលមាននុកមិនមែនដូច្នេះទេឪពុកអ្នកស្លាប់ទៅហើយអ្នកមិនបានធ្វើបុណ្យមិនបានឲ្យគាត់ហូបនំចំណីមិនបានផ្ញើបុណ្យកុសលបាយទឹកឲ្យគាត់ហូបបែរទៅជាមកថ្វាយអង្គមទិសណែឯងធ្វើខុសហើយទិសទាំង6ហ្នឹងចេះទេឪពុកមិនអាចនៅថែទាំកូនរហូតបានទេក៏ប៉ុន្តែឪពុកផ្ដាំធម៌6យ៉ាងចំពោះកូនបើកូនណាកាន់ធម៌ទាំង6យ៉ាងនោះបានកូននេះឯងដូចឪពុកអត់ស្លាប់ទេដូចឪនៅជាមួយជួយថែកូនឲ្យចម្រើនអញ្ចឹងធម៌6យ៉ាងនោះស្អីគេធម៌6យ៉ាងនោះលោកហៅថាកុំឲ្យខ្ជិលជាអូសនឹងមួយកុំឲ្យសែបគប់បាបប្រមិតនឹងមួយកុំឲ្យដើរលេងហួសពេលវេលានឹងមួយកុំឲ្យប្រព្រឹត្តលបែងស្រីស្រាពាលាភ្នាល់គ្នានឹងមួយធម៌6យ៉ាងនេះបើកូនកាន់បានដូចឪពុកម្ដាយអត់ស្លាប់ទេនៅតែជាមួយកូនទ្រព្យសម្បត្តិនឹងចម្រើនក៏ប៉ុន្តែបើកូនទៅប្រព្រឹត្តអបាយមុខទាំង6នេះហើយវិនិច្ឆ័យហិនហោចអស់ហើយបានព្រះអង្គលើកទោសយកមកឲ្យស្ដាប់ដូចជាការខ្ជិលជាអូសមិនដាំដំណាំដើមឈើដើមព្រៃស្លស្លុកអាងអីអាងទៅទិញអូទៅដាំសក្រីជីម្ទេសខ្ទឹមធ្វើស្អីនាំទៅហត់1000 2000ស្លមិនអស់ធ្វើទៅ1000 2000រាល់ថ្ងៃគុណទៅរាប់ខែរាប់ឆ្នាំរាប់លានណោះហើយដល់ទៅពេលអស់លុយហើយអត់បានសម្អាតបោសជុំវិញផ្ទះអនាម័យអត់បានបញ្ចេញពលកម្មកើតជំងឺទៅទិញរបស់គេមកហូបអស់លុយហើយគេបាញ់ថ្នាំគីមីច្រើនឈឺទៀតហើយដល់ទៅឈឺធ្វើការលែងកើតអស់លុយបន្ថែមទៀតឃើញវិនិច្ឆ័យដែរហើយដល់ទៅយើងអ្នកដាំអ្នកដោះខ្លួនយើងបញ្ចេញពលកម្មបោសសម្អាតធ្វើជីដាក់ទៅសុខភាពក៏ល្អរបស់យើងវាអត់មានជាតិគីមីធ្វើឲ្យយើងសុខភាពល្អសល់លុយសល់កាក់ទៅទៀតហើយអ្នកដើរលេងហួសពេលវេលាទៅជន់ដានជើងចោលទៅបង្កទំនាស់ទៅទាស់ទៅឆ្លោះទាស់តែងខ្វែងកំណត់ឆ្លងជំងឺគេលួចទ្រព្យសម្បត្តិឆ្លោះគ្នាគ្រោះថ្នាក់ចរាចរណ៍ច្រើនទៅពេលយប់ច្រើនជាងថ្ងៃបើដូច្នេះព្រះអង្គសម្ដែងទោស6យ៉ាងឲ្យស្ដាប់ជាប់សពគ្រប់បានព្រះអង្គបញ្ជាក់ដោយខ្លីថាអញ្ចេះមនាលមានរូបទិសទាំង6គេរាប់អញ្ចេះ